សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សខ្លះអាចឡើងដល់កំពូលនៃភាពជោគជ័យខណៈពេលដែលមនុស្សផ្សេងទៀតដែលមានសមត្ថភាពស្មើគ្នាបែរជានៅជាប់គាំងនៅកន្លែងដដែលតើអំណាចពិតប្រាកដគឺជាអ្វីតើវាជាលុយជាឋានៈឬជាសមត្ថភាពក្នុងការបញ្ជាអ្នកដទៃថ្ងៃនេះយើងនឹងសង្ខេបសៀវភៅដ៏ល្បីល្បាញមួយដែលមានអ្នកស្រឡាញ់និងអ្នករិះគន់ជាច្រើនសៀវភៅដែលបង្ហាញពីចិត្តវិទ្យារបស់មនុស្សការប្រកួតប្រជែងនិងរបៀបដែលអំណាចដំណើរការពិតប្រាកដនៅក្នុងសង្គមយើងនឹងធ្វើការសង្ខេបសៀវភៅដ៏ល្បីល្បាញមួយនៅលើពិភពលោកគឺ The 48 Laws of Power ដែលនិពន្ធដោយលោក Robert Greene សៀវភៅនេះមិនមែនជាសៀវភៅបង្រៀនអ្នកក្លាយជាមនុស្សអាក្រក់ទេប៉ុន្តែវាបង្ហាញពីរបៀបដែលអំណាចធ្វើការនៅក្នុងសង្គមក្នុងជំនួញការងារនិងទំនាក់ទំនងរវាងមនុស្សជាច្រើនប្រើច្បាប់ទាំងនេះដោយមិនដឹងខ្លួនហើយអ្នកដែលយល់ពីវាតែងតែមានឱកាសការពារខ្លួននិងធ្វើការសម្រេចចិត្តបានល្អជាងមុននៅក្នុងវីដេអូនេះយើងនឹងសិក្សាពីច្បាប់ទី1ដល់ច្បាប់ទី48ចូលតាមដានរហូតដល់ចប់ព្រោះច្បាប់នីមួយៗអាចផ្លាស់ប្ដូររបៀបដែលអ្នកមើលឃើញពិភពលោកជារៀងរហូតដូច្នេះចូលអង្គុយឲ្យស្រួលហើយចាប់ផ្ដើមដំណើរចូលទៅក្នុងពិភពនៃអំណាចទាំងអស់គ្នាច្បាប់ទី1កុំធ្វើឲ្យមេរបស់អ្នកមើលទៅអន់ជាងអ្នកគំនិតសំខាន់នៃច្បាប់នេះគឺមនុស្សដែលមានអំណាចឬមានឋានៈខ្ពស់ជាងអ្នកចង់មានអារម្មណ៍ថាពួកគេជាមនុស្សពិសេសមានសមត្ថភាពនិងមានតម្លៃប្រសិនបើអ្នកបង្ហាញថាអ្នកឆ្លាតជាងមានសមត្ថភាពជាងឬទាក់ទាញជាងពួកគេអាចមានអារម្មណ៍គំរាមកំហែងទោះបីជាអ្នកគ្មានបំណងអាក្រក់ក៏ដោយឧទាហរណ៍ស្រមៃថាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមួយប្រធានរបស់អ្នកបានបង្ហាញគម្រោងមួយប៉ុន្តែអ្នកកែសម្រួលវាឲ្យកាន់តែល្អនិងទទួលបានការកោតសរសើរពីមនុស្សគ្រប់គ្នាទោះបីជាលទ្ធផលល្អក៏ដោយប្រធានអាចមានអារម្មណ៍ថាអ្នកកំពុងធ្វើឲ្យគាត់មើលទៅអន់ជាងដូច្នេះជំនួសឲ្យការប្រកួតជាមួយអ្នកមានអំណាចជួយឲ្យពួកគេមានអារម្មណ៍ថាពួកគេជាអ្នកដឹកនាំហើយអ្នកគឺជាអ្នកគ្រប់គ្រងដ៏មានតម្លៃមេរៀនសំខាន់គឺមនុស្សជាច្រើនសម្រេចចិត្តដោយអារម្មណ៍មិនមែនត្រឹមតែដោយហេតុផលនោះទេច្បាប់ទី2កុំទុកចិត្តមិត្តភ័ក្តិខ្លាំងពេកហើយចេះប្រើសត្រូវឲ្យមានប្រយោជន៍មនុស្សភាគច្រើនគិតថាមិត្តភ័ក្តិគឺជាមនុស្សដែលគួរទុកចិត្តបំផុតប៉ុន្តែអ្នកនិពន្ធបញ្យល់ថាពេលខ្លះមិត្តភ័ក្តិមានការច្រណែនឬមានអារម្មណ៍ថាពួកគេសមនឹងទទួលបានអ្វីដែលអ្នកទទួលបានផ្ទុយទៅវិញអតីតសត្រូវដែលបានក្លាយជាដៃគូអាចខិតខំធ្វើការជាមួយអ្នកខ្លាំងជាងព្រោះពួកគេចង់បង្ហាញថាពួកគេអាចទុកចិត្តបាននេះមិនមែនមានន័យថាអ្នកត្រូវសង្ស័យមិត្តភ័ក្តិគ្រប់គ្នាទេវាគ្រាន់តែបង្រៀនឲ្យអ្នកវាតម្លៃមនុស្សតាមសកម្មភាពនិងសមត្ថភាពមិនមែនតាមអារម្មណ៍តែប៉ុណ្ណោះនៅក្នុងពិភពការងារមនុស្សដែលមានជំនាញនិងមានវិជ្ជាជីវៈជាញឹកញាប់មានប្រយោជន៍ជាងមិត្តដែលគ្មានសមត្ថភាពគ្រប់គ្រាន់ច្បាប់ទី3លក្ខបំណងរបស់អ្នកមនុស្សជាច្រើនបរាជ័យព្រោះពួកគេប្រាប់គ្រប់យ៉ាងអំពីផែនការរបស់ខ្លួនដល់ពេលមនុស្សដឹងថាអ្នកចង់ធ្វើអ្វីពួកគេអាចរារាំងអ្នកប្រកួតប្រជែងជាមួយអ្នកឬទាញយកគំនិតរបស់អ្នកទៅប្រើនេះមិនមែនមានន័យថាអ្នកត្រូវកុហកទេវាមានន័យថាអ្នកមិនចាំបាច់បង្ហាញគ្រប់ព័ត៌មានដែលអ្នកដឹងនោះទេមនុស្សដែលជោគជ័យភាគច្រើននិយាយតិចអំពីផែនការប៉ុន្តែធ្វើច្រើនជាងនិយាយនៅពេលអ្នកកំពុងសាងសង់អ្វីមួយសូមអនុញ្ញាតឲ្យលទ្ធផលនិយាយជំនួសអ្នកច្បាប់ទី4និយាយតិចជាងអ្វីដែលចាំបាច់មនុស្សជាច្រើនគិតថាការនិយាយច្រើនធ្វើឲ្យគេមើលទៅឆ្លាតវៃប៉ុន្តែជាក់ស្ដែងការនិយាយច្រើនអាចធ្វើឲ្យអ្នកបង្ហាញចំណុចខ្សោយដោយមិនដឹងខ្លួនមនុស្សដែលនិយាយតិចជាញឹកញាប់ធ្វើឲ្យអ្នកដទៃចង់ស្ដាប់និងគោរពនៅពេលអ្នកនិយាយតិចពាក្យរបស់អ្នកមានតម្លៃកាន់តែខ្ពស់សូមចងចាំថាពាក្យដែលអ្នកបាននិយាយមិនអាចប្រើប្រឆាំងនឹងអ្នកបានទេការស្ដាប់ឲ្យបានច្រើនគឺជាវិធីល្អបំផុតដើម្បីយល់ពីមនុស្សផ្សេងទៀតច្បាប់ទី5កេរ្តិ៍ឈ្មោះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតការពារវាឲ្យបានល្អមនុស្សជាច្រើនវិនិច្ឆ័យអ្នកមុនពេលពួកគេស្គាល់អ្នកពួកគេវិនិច្ឆ័យតាមកេរ្តិ៍ឈ្មោះការប្រព្រឹត្តនិងរូបភាពដែលអ្នកបង្ហាញទៅកាន់ពិភពលោកប្រសិនបើអ្នកមានកេរ្តិ៍ឈ្មោះល្អមនុស្សនឹងងាយទុកចិត្តអ្នកងាយសហការជាមួយអ្នកនិងផ្ដល់ឱកាសឲ្យអ្នកប៉ុន្តែប្រសិនបើកេរ្តិ៍ឈ្មោះរបស់អ្នកខូច
ការស្ដារវាឡើងវិញអាចចំណាយពេលជាច្រើនឆ្នាំដូច្នេះត្រូវការពារកេរ្តិ៍ឈ្មោះរបស់អ្នកដូចជាអ្នកការពារទ្រព្យសម្បត្តិដ៏មានតម្លៃមួយច្បាប់ទី6ទាក់ទាញការចាប់អារម្មណ៍គ្រប់មធ្យោបាយនៅក្នុងពិភពលោកដែលមនុស្សរាប់លានអ្នកកំពុងប្រកួតប្រជែងគ្នាការមិនត្រូវបានគេចាប់អារម្មណ៍អាចអាក្រក់ជាងការរងការរិះគន់ទៅទៀតមនុស្សដែលត្រូវបានគេចងចាំមានឱកាសច្រើនជាងមនុស្សដែលគ្មាននរណាស្គាល់អ្នកមិនចាំបាច់ធ្វើអ្វីប្លែកពេកទេអ្នកគ្រាន់តែត្រូវមានអត្តសញ្ញាណច្បាស់លាស់មានគុណភាពនិងមានអ្វីដែលធ្វើឲ្យមនុស្សចងចាំអ្នកបាននៅក្នុងសម័យបណ្ដាញសង្គមការបង្កើតម៉ាកតខ្លួនឬ personal brand គឺកាន់តែសំខាន់ជាងមុនច្បាប់ទី7ឲ្យអ្នកដទៃធ្វើការប៉ុន្តែអ្នកទទួលបានផលប្រយោជន៍ច្បាប់នេះតែងតែបង្កការយល់ច្រឡំអត្ថន័យពិតរបស់វាគឺត្រូវរៀនប្រើចំណេះដឹងបទពិសោធន៍និងការងារដែលមានស្រាប់ដើម្បីកុំចាប់ផ្ដើមពីសូន្យគ្រប់ពេលមនុស្សជោគជ័យភាគច្រើនមិនធ្វើគ្រប់យ៉ាងដោយខ្លួនឯងទេពួកគេបង្កើតក្រុមសហការជាមួយអ្នកដទៃនិងប្រើធនធានដែលមានស្រាប់មេរៀនសំខាន់គឺរៀនធ្វើការឲ្យឆ្លាតវៃមិនមែនត្រឹមតែធ្វើការខ្លាំងប៉ុណ្ណោះទេច្បាប់ទី8ធ្វើឲ្យអ្នកដទៃមករកអ្នកមនុស្សដែលតែងតែរត់តាមអ្នកដទៃជាញឹកញាប់បាត់បង់អំណាចក្នុងការចរចាប៉ុន្តែប្រសិនបើអ្នកមានតម្លៃមានជំនាញឬមានអ្វីដែលអ្នកដទៃត្រូវការពួកគេនឹងមករកអ្នកដោយខ្លួនឯងឧទាហរណ៍ប្រសិនបើអ្នកជាអ្នកជំនាញក្នុងវិស័យមួយមនុស្សនឹងស្វែងរកដំបូន្មានពីអ្នកនៅពេលអ្នកក្លាយជាមនុស្សដែលមានតម្លៃអ្នកមានសេរីភាពក្នុងការជ្រើសរើសឱកាសដែលល្អបំផុតដូច្នេះផ្ដោតលើការបង្កើនតម្លៃរបស់ខ្លួនឯងជាងរត់តាមការទទួលស្គាល់ពីអ្នកដទៃច្បាប់ទី9ឈ្នះតាមរយៈសកម្មភាពមិនមែនតាមការឈ្លោះប្រកែកការឈ្លោះប្រកែកគ្នាកម្រធ្វើឲ្យនរណាម្នាក់ផ្លាស់ប្ដូរគំនិតណាស់វិធីល្អបំផុតក្នុងការបង្ហាញថាអ្នកត្រឹមត្រូវគឺតាមរយៈលទ្ធផលជំនួសឲ្យការចំណាយពេលបញ្យល់ថាអ្នកអាចធ្វើបានចូលបង្ហាញវាឲ្យគេឃើញសកម្មភាពមានអំណាចខ្លាំងជាងពាក្យសម្ដីជានិច្ចច្បាប់ទី10ជៀសវាងមនុស្សដែលពោរពេញដោយអារម្មណ៍អវិជ្ជមាននិងអ្នកគ្មានសំណាងអារម្មណ៍អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតប្រសិនបើអ្នកចំណាយពេលជាមួយមនុស្សដែលតែងតែបន្ទោសអ្នកដទៃត្អូញត្អែមើលឃើញបញ្ហាគ្រប់ទីកន្លែងនិងបង្ករឿងជានិច្ចអ្នកអាចរងឥទ្ធិពលដោយមិនដឹងខ្លួនផ្ទុយទៅវិញមនុស្សដែលមានថាមពលវិជ្ជមានមានវិន័យនិងផ្ដោតលើដំណោះស្រាយអាចជួយឲ្យអ្នករីកចម្រើននេះមិនមែនមានន័យថាអ្នកត្រូវបោះបង់មនុស្សដែលកំពុងជួបបញ្ហាទេប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នចំពោះអ្នកដែលនាំបញ្ហាមកកាន់ជីវិតរបស់អ្នកជានិច្ចដោយគ្មានបំណងកែលម្អខ្លួនឯងបរិយាកាសដែលអ្នករស់នៅនិងមនុស្សដែលអ្នកចំណាយពេលជាមួយអាចកំណត់អនាគតរបស់អ្នកបានយ៉ាងខ្លាំងច្បាប់ទី11ធ្វើឲ្យអ្នកដទៃត្រូវការអ្នកអំណាចពិតប្រាកដមិនមែនកើតចេញពីការបញ្ជាទេប៉ុន្តែកើតចេញពីការធ្វើឲ្យអ្នកដទៃត្រូវការអ្នកប្រសិនបើអ្នកជាមនុស្សដែលអាចជំនួសបានយ៉ាងងាយស្រួលអ្នកនឹងមានឥទ្ធិពលតិចប៉ុន្តែប្រសិនបើអ្នកមានជំនាញចំណេះដឹងឬទំនាក់ទំនងដែលមនុស្សផ្សេងត្រូវការនោះតម្លៃរបស់អ្នកនឹងកើនឡើងគិតអំពីបុគ្គលិកម្នាក់ដែលដឹងពីរបៀបដំណើរការប្រព័ន្ធសំខាន់របស់ក្រុមហ៊ុនមនុស្សគ្រប់គ្នាតែងតែមករកគាត់ពេលមានបញ្ហាដោយសារតែគាត់មានអ្វីដែលអ្នកដទៃត្រូវការគាត់ក្លាយជាមនុស្សដែលមានសារៈសំខាន់ពេលរៀននៅទីនេះគឺចូលបង្កើតតម្លៃដែលពិបាករកជំនួសច្បាប់ទី12ប្រើភាពស្មោះត្រង់និងសេចក្តីសប្បុរសដើម្បីបង្កើតការជឿទុកចិត្តមនុស្សភាគច្រើនប្រុងប្រយ័ត្ននៅពេលជួបនរណាម្នាក់ថ្មីពួកគេចង់ដឹងថាអ្នកអាចទុកចិត្តបានឬអត់ពេលខ្លះការបង្ហាញភាពស្មោះត្រង់តូចមួយឬការទទួលស្គាល់កំហុសរបស់ខ្លួនអាចធ្វើឲ្យមនុស្សមានទំនុកចិត្តលើអ្នកកាន់តែខ្លាំងឧទាហរណ៍ប្រសិនបើអ្នកធ្វើខុសក្នុងការងារហើយអ្នកទទួលស្គាល់វាដោយត្រង់មនុស្សភាគច្រើននឹងគោរពអ្នកជាងការព្យាយាមដោះសារឬបិទបាំងមនុស្សជឿលើអ្នកដែលហ៊ាននិយាយការពិតជាងអ្នកដែលតែងតែព្យាយាមមើលទៅល្អឥតខ្ចោះច្បាប់ទី13នៅពេលសុំជំនួយត្រូវនិយាយពីផលប្រយោជន៍របស់គេកំហុសធំបំផុតរបស់មនុស្សជាច្រើនគឺនិយាយតែពីអ្វីដែលខ្លួនចង់បានប៉ុន្តែមនុស្សភាគច្រើនចាប់អារម្មណ៍លើអត្ថប្រយោជន៍របស់ខ្លួនជាមុនសិនដូច្នេះនៅពេលអ្នកចង់ឲ្យនរណាម្នាក់ជួយអ្នកកុំនិយាយតែថាសូមជួយខ្ញុំត្រូវបង្ហាញថាហេតុអ្វីបានជាការជួយអ្នកមានប្រយោជន៍សម្រាប់ពួកគេផងដែរមនុស្សនឹងមានឆន្ទៈសហការច្រើនជាងមុននៅពេលពួកគេឃើញតម្លៃសម្រាប់ខ្លួនឯងច្បាប់ទី14ធ្វើខ្លួនជាមិត្តធ្វើការឲ្យដូចជនបង្កប់មនុស្សបង្ហាញខ្លួនខុសគ្នាទៅតាមស្ថានភាព
ពេលខ្លះអ្វីដែលពួកគេនិយាយនិងអ្វីដែលពួកគេធ្វើគឺមិនដូចគ្នាទេដូច្នេះចូលរៀនសង្កេតស្ដាប់ឲ្យបានច្រើនមើលពីទម្លាប់សកម្មភាពនិងការសម្រេចចិត្តរបស់មនុស្សអ្នកដែលយល់ពីមនុស្សល្អជាញឹកញាប់មានអត្ថប្រយោជន៍ច្រើនជាងអ្នកដែលនិយាយច្រើនព័ត៌មានគឺជាទម្រង់មួយនៃអំណាចច្បាប់ទី15កំចាត់គូប្រជែងឲ្យដាច់ស្រឡះមិនត្រូវទុកវាឲ្យត្រឡប់មកវិញច្បាប់នេះមានប្រភពពីប្រវត្តិសាស្ត្រនៃការប្រកួតប្រជែងអំណាចប៉ុន្តែក្នុងជីវិតសម័យទំនើបយើងអាចយកមកប្រើក្នុងន័យផ្សេងអត្ថន័យគឺនៅពេលមានបញ្ហាត្រូវដោះស្រាយវាឲ្យបានពេញលេញប្រសិនបើអ្នកគ្រាន់តែដោះស្រាយផ្ទៃក្រៅបញ្ហានោះអាចត្រឡប់មកវិញធ្ងន់ធ្ងរជាងមុនឧទាហរណ៍បើក្រុមហ៊ុនមួយមានបញ្ហាក្នុងប្រព័ន្ធការងារហើយគ្រាន់តែជួសជុលបណ្ដោះអាសន្ននោះបញ្ហានឹងកើតឡើងម្ដងទៀតដោះស្រាយឬគល់មិនមែនត្រឹមតែរោគសញ្ញាច្បាប់ទី16ប្រើការអវត្តមានដើម្បីបង្កើនតម្លៃនិងការគោរពអ្វីដែលមានគ្រប់ពេលវាមិនសូវមានតម្លៃទេមនុស្សជាច្រើនធ្វើខ្លួនឯងមានវត្តមានគ្រប់ទីកន្លែងរហូតមនុស្សលែងចាប់អារម្មណ៍ពេលខ្លះការដកខ្លួនថយបន្តិចអាចធ្វើឲ្យអ្នកដទៃនឹកឃើញនិងឲ្យតម្លៃអ្នកកាន់តែខ្លាំងគោលការណ៍នេះអាចឃើញនៅក្នុងអាជីវកម្មផលិតផលនិងទំនាក់ទំនងជាច្រើនភាពកម្របង្កើតតម្លៃច្បាប់ទី17ធ្វើឲ្យអ្នកដទៃមិនអាចទាយទុកជាមុនបានមនុស្សចូលចិត្តអ្វីដែលអាចទាយទុកជាមុនបានប៉ុន្តែប្រសិនបើគេអាចទាយគ្រប់ជំហានរបស់អ្នកនោះគេក៏អាចគ្រប់គ្រងអ្នកបានដែរមនុស្សដែលមានភាពបត់បែននិងពិបាកអានចិត្តបង្កើតអារម្មណ៍ប្រុងប្រយ័ត្នដល់អ្នកដទៃនេះមិនមែនមានន័យថាអ្នកត្រូវធ្វើខ្លួនចំណែកទេវាមានន័យថាកុំឲ្យមនុស្សដឹងគ្រប់យ៉ាងអំពីផែនការនិងជំហានបន្តរបស់អ្នកច្បាប់ទី18គំរោះនៅឯកោលើពិភពលោកពេលមានបញ្ហាមនុស្សជាច្រើនចង់ដកខ្លួនចេញពីគ្រប់គ្នាប៉ុន្តែការរស់នៅឯកោពេកអាចធ្វើឲ្យអ្នកបាត់បង់ព័ត៌មានឱកាសនិងទំនាក់ទំនងសំខាន់សូម្បីតែមនុស្សឆ្លាតបំផុតក៏ត្រូវការមតិយោបល់ពីអ្នកដទៃដែរពិភពលោកផ្លាស់ប្ដូរគ្រប់ពេលប្រសិនបើអ្នកផ្ដាច់ខ្លួនចេញពីសង្គមអ្នកនឹងពិបាកយល់ពីអ្វីដែលកំពុងកើតឡើងទំនាក់ទំនងគឺជាទ្រព្យសម្បត្តិដ៏សំខាន់មួយច្បាប់ទី19ដឹងថាអ្នកកំពុងតាក់ទងជាមួយអ្នកណាមនុស្សម្នាក់ៗមានចរិតបបពិសោធន៍និងអារម្មណ៍ខុសគ្នាអ្វីដែលមានប្រសិទ្ធភាពជាមួយមនុស្សម្នាក់អាចបរាជ័យជាមួយមនុស្សម្នាក់ទៀតដូច្នេះមុននឹងធ្វើការសម្រេចចិត្តឬធ្វើការចរចាចូលសិក្សាពីមនុស្សដែលអ្នកកំពុងតាក់ទងការយល់ពីមនុស្សគឺជាជំនាញដ៏មានតម្លៃបំផុតមួយក្នុងជីវិតកំហុសជាច្រើនកើតឡើងដោយសារយើងសន្មតថាមនុស្សគ្រប់គ្នាគិតដូចយើងច្បាប់ទី20កុំចងខ្លួនជាមួយភាគីណាមួយទាំងស្រុងមនុស្សជាច្រើនប្រញាប់ជ្រើសរើសភាគីក្នុងជម្លោះប៉ុន្តែពេលខ្លះការរក្សាភាពឯករាជ្យអាចផ្ដល់អត្ថប្រយោជន៍ច្រើនជាងនៅពេលអ្នកមិនប្រញាប់ចូលរួមក្នុងជម្លោះរបស់អ្នកដទៃអ្នកអាចមើលឃើញរូបភាពទាំងមូលបានច្បាស់ជាងអ្នកក៏អាចរក្សាទំនាក់ទំនងជាមួយភាគីទាំងសងខាងនិងមានជម្រើសច្រើនជាងមុនមនុស្សដែលអាចគិតដោយឯករាជ្យជាញឹកញាប់ធ្វើការសម្រេចចិត្តបានល្អជាងអ្នកដែលធ្វើការតាមអារម្មណ៍របស់ក្រុមច្បាប់ទី21ធ្វើខ្លួនដូចជាមនុស្សល្ងងដើម្បីចាប់បានមនុស្សដែលគិតថាខ្លួនឯងឆ្លាតមនុស្សជាច្រើនចូលចិត្តមានអារម្មណ៍ថាខ្លួនឯងឆ្លាតជាងអ្នកដទៃប្រសិនបើអ្នកបង្ហាញខ្លួនថាឆ្លាតពេកពួកគេនឹងប្រុងប្រយ័ត្នចំពោះអ្នកប៉ុន្តែប្រសិនបើអ្នកធ្វើខ្លួនសាមញ្ញល្ងងជាងពួកគេនឹងមិនបង្ហាញអ្វីគ្រប់យ៉ាងពួកគេអាចមើលស្រាលអ្នកនៅពេលមនុស្សមើលស្រាលអ្នកពួកគេច្រើនបង្ហាញព័ត៌មានឬផែនការរបស់ខ្លួនដោយមិនប្រុងប្រយ័ត្នមេរៀនគឺកុំចាំបាច់បង្ហាញសមត្ថភាពទាំងអស់ភ្លាមច្បាប់ទី22ប្រើយុទ្ធសាស្ត្រចុះចាញ់ដើម្បីទទួលបានអំណាចពេលខ្លះការតស៊ូដោយផ្ទាល់មិនមែនជាជម្រើសល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រកងទ័ពតូចៗជាច្រើនបានឈ្នះកងទ័ពធំៗដោយសារពួកគេដឹងថាពេលណាត្រូវថយក្រោយនិងពេលណាត្រូវវាយបកវិញក្នុងជីវិតផងដែរពេលខ្លះការទទួលស្គាល់ថាខ្លួនមិនអាចឈ្នះក្នុងពេលនេះអាចជួយអ្នករក្សាថាមពលសម្រាប់ឱកាសល្អជាងនៅពេលក្រោយការថយក្រោយមួយជំហានមិនមែនតែមានន័យថាចាញ់នោះទេច្បាប់ទី23ផ្ដោតកម្លាំងរបស់អ្នកលើគោលដៅសំខាន់មនុស្សជាច្រើនបរាជ័យព្រោះគេចែករំលែកថាមពលទៅគ្រប់ទិសទីពួកគេចាប់ផ្ដើមគម្រោងច្រើនពេករៀនច្រើនពេកនិងព្យាយាមធ្វើគ្រប់យ៉ាងក្នុងពេលតែមួយមនុស្សជោគជ័យភាគច្រើនមានចំណុចរួមមួយគឺពួកគេផ្ដោតខ្លាំងលើរឿងសំខាន់បំផុតថាមពលដែលប្រមូលផ្ដុំមានអំណាចខ្លាំងជាងថាមពលដែលបែកខ្ញែកច្បាប់ទី24ខ្លាចជាមនុស្សដែលមានភាពបត់បែនក្នុងសង្គម
ការមានចំណេះដឹងតែមួយមុខមិនគ្រប់គ្រាន់ទេអ្នកក៏ត្រូវដឹងពីរបៀបទាក់ទងមនុស្សគោរពអ្នកដទៃនិងអាចសម្របខ្លួនទៅតាមស្ថានភាពផ្សេងៗមនុស្សដែលមានភាពរឹងរូសខ្លាំងពេកជាញឹកញាប់បាត់បង់ឱកាសល្អៗស្ដាប់ទី25បង្កើតខ្លួនអ្នកឡើងវិញមនុស្សជាច្រើនរស់តាមការរំពឹងទុករបស់អ្នកដទៃពួកគេខ្លាចជាអ្វីដែលសង្គមប្រាប់ឲ្យខ្លាចមិនមែនអ្វីដែលពួកគេចង់ខ្លាចនោះទេច្បាប់នេះបង្រៀនថាអ្នកមានសិទ្ធិកំណត់អត្តសញ្ញាណរបស់ខ្លួនឯងប្រសិនបើអ្នកមិនពេញចិត្តជាមួយកំណែបច្ចុប្បន្នរបស់ខ្លួនអ្នកអាចចាប់ផ្ដើមផ្លាស់ប្ដូរបានអនាគតរបស់អ្នកមិនត្រូវបានកំណត់ដោយអតីតកាលទេច្បាប់ទី26រក្សាដៃឲ្យស្អាតជានិច្ចមនុស្សចូលចិត្តអ្នកដែលមើលទៅមានសុចរិតនិងគួរឲ្យទុកចិត្តនៅក្នុងជីវិតការគ្រប់គ្រងរូបភាពនិងកេរ្តិ៍ឈ្មោះមានសារៈសំខាន់ណាស់មុននឹងធ្វើអ្វីមួយសូមគិតពីផលប៉ះពាល់រយៈពេលវែងចំពោះកេរ្តិ៍ឈ្មោះរបស់អ្នកពេលត្រូវការពេលច្រើនឆ្នាំដើម្បីសាងសង់កេរ្តិ៍ឈ្មោះល្អប៉ុន្តែអាចខូចក្នុងរយៈពេលត្រឹមតែប្រមាណនាទីប៉ុណ្ណោះច្បាប់ទី27ផ្ដល់អ្វីដែលមនុស្សចង់ជឿមនុស្សគ្រប់គ្នាចង់មានក្តីសង្ឃឹមគោលដៅនិងអត្ថន័យក្នុងជីវិតអ្នកដឹកនាំដែលមានឥទ្ធិពលជាញឹកញាប់អាចពន្យល់អនាគតក្នុងរបៀបដែលធ្វើឲ្យមនុស្សមានការជឿជាក់និងចង់ធ្វើតាមមេរៀននេះមិនមែនឲ្យបោកប្រាស់មនុស្សទេវាបង្ហាញថាមនុស្សតែងតែធ្វើតាមអ្នកដែលអាចបង្ហាញចក្ខុវិស័យច្បាស់លាស់និងផ្ដល់ក្តីសង្ឃឹមច្បាប់ទី28ចាប់ផ្ដើមសកម្មភាពដោយទំនុកចិត្តនិងភាពក្លាហានភាពស្ទាក់ស្ទើរធ្វើឲ្យមនុស្សសង្ស័យពេលអ្នកមិនប្រកបចិត្តលើខ្លួនឯងមនុស្សផ្សេងក៏ពិបាកជឿលើអ្នកដែរនេះមិនមែនមានន័យថាអ្នកត្រូវដឹងគ្រប់យ៉ាងទេប៉ុន្តែពេលអ្នកសម្រេចចិត្តរួចហើយចូលអនុវត្តវាដោយទំនុកចិត្តនិងទទួលខុសត្រូវចំពោះលទ្ធផលការជឿជាក់លើខ្លួនឯងជាញឹកញាប់ទាក់ទាញការជឿជាក់ពីអ្នកដទៃច្បាប់ទី29រៀបចំផែនការរហូតដល់ទីបញ្ចប់មនុស្សជាច្រើនគិតតែពីជំហានបន្ទាប់ប៉ុន្តែមនុស្សដែលជោគជ័យតែងតែគិតពីផលវិបាករយៈពេលវែងមុននឹងធ្វើការសម្រេចចិត្តសួរខ្លួនឯងថាប្រសិនបើខ្ញុំធ្វើរឿងនេះតើនឹងមានអ្វីកើតឡើងបន្ទាប់ការមើលឃើញចុងផ្លូវមុននឹងចាប់ផ្ដើមដើរអាចជួយអ្នកជៀសវាងកំហុសជាច្រើនច្បាប់ទី30ធ្វើឲ្យភាពជោគជ័យរបស់អ្នកមើលទៅងាយស្រួលនៅពេលមនុស្សឃើញអ្នកធ្វើអ្វីមួយបានល្អពួកគេច្រើនឃើញតែលទ្ធផលពួកគេមិនឃើញពីការខិតខំប្រឹងប្រែងការបរាជ័យនិងការហ្វឹកហាត់នៅពីក្រោយនោះទេមនុស្សដែលមានជំនាញខ្ពស់ជាញឹកញាប់ធ្វើការងារលំបាកមើលទៅសាមញ្ញនេះជាសញ្ញានៃការរៀបចំនិងការហ្វឹកហាត់ដ៏ល្អភាពជាអ្នកជំនាញពិតប្រាកដគឺនៅពេលដែលអ្នកអាចធ្វើរឿងពិបាកឲ្យមើលទៅងាយរហូតមកដល់ពេលនេះយើងបានរៀនច្បាប់ពីទី1រហូតដល់ទី30រួចហើយយើងបានសិក្សាពីការយល់ចិត្តមនុស្សការបង្កើតឥទ្ធិពលការគ្រប់គ្រងកេរ្តិ៍ឈ្មោះនិងការរៀបចំយុទ្ធសាស្ត្រចាប់ពីច្បាប់ទី31ដល់40នេះគឺជាផ្នែកដែលនិយាយអំពីការគ្រប់គ្រងជម្រើសការបង្កើតភាពទាក់ទាញការប្រើប្រាស់ពេលវេលានិងការរក្សាឯករាជ្យភាពផ្លូវចិត្តច្បាប់ទាំងនេះអាចជួយអ្នកយល់ថាហេតុអ្វីមនុស្សខ្លះអាចគ្រប់គ្រងស្ថានភាពបានទោះបីជាពួកគេមិនមានកម្លាំងឬទ្រព្យសម្បត្តិច្រើនជាងអ្នកដទៃក៏ដោយតោះយើងបន្តទៅទៀតរហូតមកដល់ពេលនេះយើងបានរៀនច្បាប់ទី1ដល់ទី30រួចហើយយើងបានសិក្សាពីការយល់ចិត្តមនុស្សការបង្កើតឥទ្ធិពលការគ្រប់គ្រងកេរ្តិ៍ឈ្មោះនិងការរៀបចំយុទ្ធសាស្ត្រប៉ុន្តែពីច្បាប់ទី31ដល់40នេះគឺជាផ្នែកដែលនិយាយពីការគ្រប់គ្រងជម្រើសការបង្កើតភាពទាក់ទាញការប្រើប្រាស់ពេលវេលានិងការរក្សាឯករាជ្យភាពផ្លូវចិត្តច្បាប់ទាំងនេះអាចជួយអ្នកយល់ថាហេតុអ្វីមនុស្សខ្លះអាចគ្រប់គ្រងស្ថានភាពបានទោះបីជាពួកយើងមិនមានកម្លាំងឬទ្រព្យសម្បត្តិច្រើនជាងអ្នកដទៃក៏ដោយច្បាប់ទី31គ្រប់គ្រងជម្រើសរបស់អ្នកដទៃមនុស្សភាគច្រើនចង់មានអារម្មណ៍ថាពួកគេជាអ្នកសម្រេចចិត្តដោយខ្លួនឯងប៉ុន្តែអ្នកដែលមានឥទ្ធិពលជាញឹកញាប់មិនបង្ខំមនុស្សទេផ្ទុយទៅវិញពួកគេបង្កើតជម្រើសដែលនាំមនុស្សទៅកាន់លទ្ធផលដែលពួកគេចង់បានឧទាហរណ៍អ្នកគ្រប់គ្រងម្នាក់មិនសួរថាតើអ្នកចង់ធ្វើការនេះឬទេប៉ុន្តែសួរថាតើអ្នកចង់ចាប់ផ្ដើមថ្ងៃនេះឬសប្ដាហ៍ក្រោយមនុស្សនៅតែមានសេរីភាពជ្រើសរើសប៉ុន្តែទិសដៅត្រូវបានកំណត់រួចហើយមេរៀនគឺការបង្កើតជម្រើសល្អប្រសើរជាងការបញ្ជាដោយផ្ទាល់ច្បាប់ទី32ទាក់ទាញមនុស្សតាមក្តីស្រមៃរបស់ពួកគេមនុស្សមិនរស់នៅត្រឹមតែជាមួយការពិតប៉ុណ្ណោះទេពួកគេក៏រស់នៅជាមួយក្តីសង្ឃឹមក្តីប្រាថ្នានិងការស្រមៃអំពីអនាគតផងដែរ
អ្នកដឹកនាំអ្នកលក់និងអ្នកនិយាយជាសាធារណៈដែលមានឥទ្ធិពលតែងតែដឹងពីរបៀបភ្ជាប់សាររបស់ខ្លួនទៅនឹងក្តីសុបិនរបស់មនុស្សជឿលើអ្វីដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាអនាគតអាចល្អប្រសើរជាងមុនច្បាប់ទី33ស្វែងរកចំណុចខ្សោយរបស់មនុស្សគ្រប់រូបមានការភ័យខ្លាចក្តីបារម្ភនិងអារម្មណ៍ដែលប៉ះពាល់ដល់ការសម្រេចចិត្តរបស់ពួកគេអ្នកដែលយល់ពីកត្តាទាំងនេះអាចតាក់ទងនិងធ្វើការជាមួយមនុស្សបានប្រសើរជាងក្នុងន័យវិជ្ជមានច្បាប់នេះបង្រៀនឲ្យយើងរៀនស្ដាប់និងយល់ពីតម្រូវការពិតរបស់អ្នកមនុស្សមិនចង់ឲ្យអ្នកយល់តែពាក្យសម្ដីរបស់ពួកគេទេពួកគេចង់ឲ្យអ្នកយល់ពីអារម្មណ៍របស់ពួកគេផងដែរច្បាប់ទី34ធ្វើខ្លួនឲ្យដូចជាស្ដេចដើម្បីឲ្យគេគោរពដូចស្ដេចរបៀបដែលអ្នកមើលឃើញខ្លួនឯងមានឥទ្ធិពលលើរបៀបដែលអ្នកដទៃមើលឃើញអ្នកប្រសិនបើអ្នកមិនឲ្យតម្លៃខ្លួនឯងអ្នកដទៃក៏មិនឲ្យតម្លៃអ្នកដែរនេះមិនមែនជាការក្រអឺតក្រទមទេវាគឺជាការមានភាពជឿជាក់សេចក្តីថ្លៃថ្នូរនិងការគោរពខ្លួនឯងមនុស្សដែលដឹងអំពីតម្លៃរបស់ខ្លួនជាញឹកញាប់ទទួលបានការគោរពពីអ្នកដទៃច្បាប់ទី35ចេះរងចាំពេលវេលាត្រឹមត្រូវទោះបីតែគំនិតល្អបំផុតក៏អាចបរាជ័យបានប្រសិនបើវាត្រូវបានអនុវត្តនៅពេលខុសមនុស្សជោគជ័យមិនត្រឹមតែដឹងថាត្រូវធ្វើអ្វីទេពួកគេក៏ដឹងថាត្រូវធ្វើនៅពេលណាផងដែរពេលខ្លះការរងចាំដោយអត់ធ្មត់អាចមានតម្លៃជាងការប្រញាប់ប្រញាល់ច្បាប់ទី36កុំខ្ជះខ្ជាយថាមពលលើអ្វីដែលអ្នកមិនមានមនុស្សជាច្រើនចំណាយពេលលើការសោកស្ដាយអំពីអ្វីដែលពួកគេបាត់បង់ពួកគេចំណាយថាមពលលើអតីតកាលជំនួសឲ្យការកសាងអនាគតច្បាប់នេះបង្រៀនឲ្យយើងផ្ដោតលើអ្វីដែលអាចគ្រប់គ្រងបាននៅពេលអ្នកឈប់រត់តាមអ្វីដែលអ្នកមិនអាចទទួលបានអ្នកនឹងមានថាមពលច្រើនសម្រាប់អ្វីដែលសំខាន់ពិតប្រាកដច្បាប់ទី37បង្កើតទស្សនីយភាពដែលគួរឲ្យចាប់អារម្មណ៍តាមរយៈរូបភាពនិងបទពិសោធន៍មនុស្សចងចាំអ្វីដែលពួកគេឃើញនិងមានអារម្មណ៍ចំពោះវាពាក្យសម្ដីអាចត្រូវបានបំភ្លេចប៉ុន្តែរូបភាពនិងបទពិសោធន៍អាចនៅក្នុងការចងចាំរយៈពេលយូរនោះហើយជាមូលហេតុដែលក្រុមហ៊ុនធំៗអ្នកដឹកនាំនិងអ្នកនិយាយល្បីៗតែងតែយកចិត្តទុកដាក់លើរបៀបបង្ហាញសាររបស់ពួកគេមនុស្សមិនគ្រាន់តែចង់ស្ដាប់ទេពួកគេក៏ចង់មានអារម្មណ៍ច្បាប់ទី38គិតតាមចិត្តអ្នកប៉ុន្តែប្រព្រឹត្តឲ្យស្របនឹងបរិបទការមានគំនិតផ្ទាល់ខ្លួនគឺសំខាន់ប៉ុន្តែការបង្ហាញគំនិតទាំងអស់មិនគិតពីបរិបទអាចបង្កជាជម្លោះដែលមិនចាំបាច់មនុស្សឆ្លាតដឹងថាពេលណាត្រូវនិយាយនិងពេលណាត្រូវស្ដាប់ពួកគេរក្សាគោលការណ៍របស់ខ្លួនប៉ុន្តែអាចសម្របខ្លួនទៅតាមស្ថានភាពបានច្បាប់ទី39បង្កើតភាពមិនច្បាស់លាស់នៅពេលចាំបាច់នៅពេលមនុស្សស្ថិតក្នុងស្ថានភាពច្របូកច្របល់ពួកគេច្រើនធ្វើការសម្រេចចិត្តដោយអារម្មណ៍ក្នុងន័យសម័យទំនើបច្បាប់នេះបង្រៀនថាមុននឹងធ្វើការសម្រេចចិត្តអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ខណៈអ្នកដទៃកំពុងភ័យស្លន់ស្លោអ្នកដែលអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានក្នុងស្ថានភាពលំបាកជាញឹកញាប់មានអត្ថប្រយោជន៍ជាងគេច្បាប់ទី40កុំឲ្យតម្លៃអ្វីដែលបានមកដោយឥតគិតថ្លៃមនុស្សជាច្រើនតែងតែជ្រើសរើសអ្វីដែលថោកបំផុតប៉ុន្តែរបស់ថោកមិនតែងតែមានតម្លៃពិតនោះទេជាញឹកញាប់ការវិនិយោគលើគុណភាពអាចសន្សំសំចៃពេលវេលាថាមពលនិងថវិកាក្នុងរយៈពេលវែងនេះមិនមែនមានន័យថាអ្នកត្រូវចំណាយលុយច្រើនជានិច្ចទេវាមានន័យថាត្រូវគិតពីតម្លៃរយៈពេលវែងមិនមែនត្រឹមតែតម្លៃនៅថ្ងៃនេះដំណើររបស់យើងបានឆ្លងកាត់ច្បាប់ទី1ដល់ច្បាប់ទី40រួចមកហើយយើងបានរៀនអំពីចិត្តវិទ្យារបស់មនុស្សការកសាងឥទ្ធិពលការការពារកេរ្តិ៍ឈ្មោះការរៀបចំយុទ្ធសាស្ត្រនិងការគ្រប់គ្រងខ្លួនឯងមនុស្សដែលមានឥទ្ធិពលមិនចាំបាច់ជាមនុស្សដែលនិយាយខ្លាំងជាងគេឬមានកម្លាំងជាងគេទេជាញឹកញាប់ពួកគេគឺជាមនុស្សដែលយល់ពីស្ថានភាពបានល្អជាងគេហើយដឹងថាត្រូវធ្វើអ្វីនៅពេលណានិងដោយរបៀបណានៅក្នុងភាគចុងក្រោយយើងនឹងរៀនច្បាប់ទី41ដល់48ដែលជាច្បាប់ចុងបញ្ចប់នៃសៀវភៅច្បាប់ទាំងនេះនិយាយអំពីភាពជាអ្នកដឹកនាំការបង្កើតអំណាចរយៈពេលវែងនិងមេរៀនដ៏សំខាន់បំផុតដែលអ្នកនិពន្ធចង់បន្សល់ទុកតោះយើងបន្តទៅទៀតច្បាប់ទី41ជៀសវាងពីការទទួលយកមុខតំណែងឬកុំដើរតាមស្រមោលរបស់អ្នកធំមុនការបន្តពីមនុស្សដែលជោគជ័យខ្លាំងអាចជារឿងពិបាកប្រសិនបើអ្នកព្យាយាមធ្វើដោយពួកគេទាំងស្រុងមនុស្សនឹងប្រៀបធៀបអ្នកជានិច្ចឧទាហរណ៍កូនរបស់អ្នកជំនួញល្បីអ្នកនយោបាយល្បីឬអ្នកដឹកនាំល្បីៗតែងតែប្រឈមនឹងការប្រៀបធៀប
ដូច្នេះជំនួសឲ្យការព្យាយាមខ្លាចជាច្បាប់ចម្លងរបស់អ្នកដទៃចូលបង្កើតផ្លូវផ្ទាល់ខ្លួនពិភពលោកមិនចាំបាច់ត្រូវការមនុស្សដូចគ្នាពីរនាក់ទេវាត្រូវការអ្វីថ្មីច្បាប់ទី42វាចំប្រភពបញ្ហាជាច្រើនមិនកើតឡើងដោយខ្លួនឯងទេជាញឹកញាប់វាមានមូលហេតុចម្បងមួយដែលបង្កឲ្យមានបញ្ហាផ្សេងជាច្រើនមនុស្សជោគជ័យមិនចំណាយពេលជួសជុលបញ្ហាតូចៗគ្រប់រឿងនោះទេពួកគេស្វែងរកឬគល់ហើយដោះស្រាយវាក្នុងអាជីវកម្មការងារឬជីវិតផ្ទាល់ខ្លួនការរកឃើញមូលហេតុពិតប្រាកដគឺសំខាន់ជាងការដោះស្រាយរោគសញ្ញាខាងក្រៅច្បាប់ទី43ឈ្នះចិត្តមនុស្សមិនមែនបង្ខំមនុស្សអំណាចដែលប្រើតែការបញ្ជាមិនអាចស្ថិតស្ថេរបានយូរប៉ុន្តែអំណាចដែលកើតចេញពីការគោរពនិងការជឿជាក់អាចមានរយៈពេលវែងនៅពេលអ្នកយល់ពីបំណងប្រាថ្នានៃបារម្ភនិងគោលដៅរបស់មនុស្សអ្នកអាចធ្វើការជាមួយពួកគេបានកាន់តែមានប្រសិទ្ធភាពមនុស្សអាចភ្លេចអ្វីដែលអ្នកនិយាយប៉ុន្តែពួកគេចងចាំពីអារម្មណ៍ដែលអ្នកធ្វើឲ្យពួកគេមានអញ្ចឹងធ្វើការលើចិត្តនិងអារម្មណ៍របស់មនុស្សច្បាប់ទី44ប្រើការឆ្លុះបញ្ចាំងដោយកញ្ចក់ដើម្បីបំបាក់គូប្រជែងមនុស្សជាច្រើនមិនសូវចូលចិត្តឃើញចរិតអាក្រក់របស់ខ្លួនឯងទេពេលខ្លះការឆ្លុះបញ្ចាំងឥរិយាបថរបស់ពួកគេត្រឡប់ទៅវិញអាចធ្វើឲ្យពួកគេយល់ពីអ្វីដែលពួកគេកំពុងធ្វើនៅក្នុងជីវិតពិតវាមានន័យថាត្រូវរៀនសង្កេតនិងយល់ពីរបៀបដែលមនុស្សប្រព្រឹត្តមុននឹងឆ្លើយតបការយល់ពីមនុស្សមុននឹងព្យាយាមផ្លាស់ប្ដូរមនុស្សគឺជាជំហានដ៏សំខាន់ច្បាប់ទី45គាំទ្រឲ្យមានការផ្លាស់ប្ដូរប៉ុន្តែកុំផ្លាស់ប្ដូរលឿនពេកមនុស្សចង់បានការរីកចម្រើនប៉ុន្តែមនុស្សក៏ខ្លាចការផ្លាស់ប្ដូរផងដែរពេលអ្នកព្យាយាមផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងភ្លាមអ្នកអាចបង្កការប្រឆាំងអ្នកដឹកនាំល្អដឹងថាត្រូវផ្លាស់ប្ដូរបន្តិចម្ដងពួកគេធ្វើឲ្យមនុស្សមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៃការផ្លាស់ប្ដូរច្បាប់ទី46កុំបង្ហាញភាពល្អឥតខ្ចោះរបស់ខ្លួនឯងពេកគួរឲ្យចាប់អារម្មណ៍ណាស់មនុស្សជាច្រើនគិតថាការមើលទៅល្អឥតខ្ចោះគឺជារឿងល្អប៉ុន្តែពេលអ្នកមើលទៅល្អឥតខ្ចោះពេកមនុស្សខ្លះអាចមានអារម្មណ៍ច្រណែនឬមិនស្រួលចិត្តមនុស្សចូលចិត្តមនុស្សដែលមានភាពជាមនុស្សពិតប្រាកដការទទួលស្គាល់កំហុសតូចៗនិងការបង្ហាញភាពសាមញ្ញអាចធ្វើឲ្យអ្នកកាន់តែងាយស្រួលទាក់ទងជាមួយអ្នកដទៃច្បាប់ទី47ដឹងពេលណាត្រូវឈប់បន្ទាប់ពីជោគជ័យនេះគឺជាច្បាប់ដែលមនុស្សច្រើនមើលរំលងពេលយើងជោគជ័យយើងតែងតែចង់បានបន្ថែមទៀតប៉ុន្តែប្រវត្តិសាស្ត្របង្ហាញថាមនុស្សជាច្រើនបរាជ័យមិនមែននៅពេលពួកគេខ្សោយទេពួកគេបរាជ័យនៅពេលពួកគេជោគជ័យខ្លាំងពេកហើយមានទំនុកចិត្តហួសហេតុពេលខ្លះការឈប់នៅពេលត្រឹមត្រូវគឺជាប្រាជ្ញាដ៏ធំបំផុតកុំឲ្យភាពលោភលន់បំផ្លាញអ្វីដែលអ្នកបានកសាងច្បាប់ទី48មានភាពបត់បែនដូចទឹកមិនជាប់ទម្រង់ណាមួយនេះគឺជាច្បាប់ចុងក្រោយនិងប្រហែលជាច្បាប់ដែលមានប្រាជ្ញាជាងគេទឹកមិនមានរូបរាងថេរទេវាអាចហូរតាមដបតាមទន្លេតាមសមុទ្រឬតាមភ្នំវាបត់បែនទៅតាមស្ថានភាពជីវិតក៏ដូចគ្នាមនុស្សដែលរឹងរូសពេកពិបាករស់រានមានជីវិតនៅក្នុងពិភពលោកដែលផ្លាស់ប្ដូរជានិច្ចប៉ុន្តែមនុស្សដែលអាចសម្របខ្លួនរៀនអ្វីថ្មីនិងផ្លាស់ប្ដូរពេលចាំបាច់នឹងអាចរីកចម្រើនក្នុងស្ថានភាពទាំងអស់ច្បាប់ទាំងនេះជាការរំលឹកថាអំណាចពិតប្រាកដមិនមែនមកពីការគ្រប់គ្រងអ្នកដទៃទេវាអាចមកពីការគ្រប់គ្រងខ្លួនឯងនិងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងពិភពលោកសេចក្តីសន្និដ្ឋានធំរបស់សៀវភៅទាំងមូលបន្ទាប់ពីរៀនច្បាប់ទាំង48ច្បាប់រួចមកតើមេរៀនធំបំផុតគឺជាអ្វីមេរៀនទី1គឺមនុស្សមិនតែងតែធ្វើសកម្មភាពដោយហេតុផលទេអារម្មណ៍មោទនភាពការភ័យខ្លាចនិងបំណងប្រាថ្នាមានឥទ្ធិពលខ្លាំងលើការសម្រេចចិត្តរបស់ពួកគេមេរៀនទី2គឺកេរ្តិ៍ឈ្មោះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយវាត្រូវការពេលយូរដើម្បីសាងសង់ប៉ុន្តែងាយបាត់បង់មេរៀនទី3គឺអំណាចមិនមែនគ្រាន់តែជាការគ្រប់គ្រងអ្នកដទៃទេអំណាចពិតប្រាកដគឺការគ្រប់គ្រងខ្លួនឯងអារម្មណ៍របស់ខ្លួននិងការសម្រេចចិត្តរបស់ខ្លួនមេរៀនទី4គឺមនុស្សដែលយល់ពីមនុស្សជាញឹកញាប់ឈ្នះមនុស្សដែលគ្រាន់តែឆ្លាតមេរៀនទី5គឺពិភពលោកផ្លាស់ប្ដូរជានិច្ចអ្នកដែលអាចសម្របខ្លួនបានល្អបំផុតគឺជាអ្នកដែលអាចរស់រាននិងរីកចម្រើនបានយូរបំផុតមុននឹងបញ្ចប់វីដេអូនេះខ្ញុំចង់ទុកសំណួរមួយសម្រាប់អ្នកទាំងអស់គ្នាក្នុងចំណោមច្បាប់ទាំង48ច្បាប់នេះតើច្បាប់មួយណាដែលអ្នកគិតថាមានឥទ្ធិពលបំផុតលើជីវិតរបស់អ្នកតើវាជាច្បាប់
នៃការយល់ចិត្តមនុស្សច្បាប់នៃការកសាងកេរ្តិ៍ឈ្មោះឬច្បាប់នៃការគ្រប់គ្រងខ្លួនឯងសូមសរសេរមតិរបស់អ្នកនៅក្នុង comment ខាងក្រោមខ្ញុំនឹងអាននិងឆ្លើយតបចំពោះមតិដែលគួរឲ្យចាប់អារម្មណ៍បំផុតប្រសិនបើអ្នកទទួលបានចំណេះដឹងថ្មីពីសៀវភៅ The 48 Laws of Power សូមចុច like មួយដើម្បីគាំទ្រការផលិតវីដេអូសង្ខេបសៀវភៅបែបនេះបន្ថែមទៀតហើយកុំភ្លេចចុច subscribe និងបើករូបកណ្ដឹង notification ផងព្រោះនៅក្នុងវីដេអូបន្ទាប់យើងនឹងនាំអ្នកទៅស្វែងយល់ពីសៀវភៅដ៏ល្បីមួយទៀតដែលអាចផ្លាស់ប្ដូររបៀបគិតរបស់អ្នកអំពីលុយភាពជោគជ័យចិត្តវិទ្យានិងការអភិវឌ្ឍខ្លួនឯងនៅទីនេះយើងមិនគ្រាន់តែអានសៀវភៅទេយើងយកគំនិតដ៏មានតម្លៃបំផុតពីសៀវភៅល្បីៗជុំវិញពិភពលោកមកសង្ខេបជាភាសាខ្មែរឲ្យងាយយល់ងាយអនុវត្តនិងអាចយកទៅប្រើក្នុងជីវិតពិតបានសៀវភៅមួយក្បាលអាចផ្លាស់ប្ដូរការគិតមួយអាចផ្លាស់ប្ដូរការសម្រេចចិត្តហើយការសម្រេចចិត្តមួយអាចផ្លាស់ប្ដូរជីវិតទាំងមូលសូមអរគុណដែលបានចំណាយពេលដ៏មានតម្លៃរបស់អ្នកជាមួយពួកយើងរហូតមកដល់ចុងវីដេអូនេះខ្ញុំសូមជូនពរឲ្យអ្នកទទួលបានភាពជោគជ័យប្រាជ្ញានិងការរីកចម្រើនជារៀងរាល់ថ្ងៃជួបគ្នានៅក្នុងវីដេអូសង្ខេបសៀវភៅបន្ទាប់សូមអរគុណនិងសូមជម្រាបលា